ខ្ញុំកណាទាំងអស់គ្នាហ្នឹងគឺមកពីឆ្ងាយហើយមកទៅក៏មាននិស័យដែលថាឃើញកន្លែងហ្នឹងគួរជាទីជ្រះថ្លាហើយក៏ជាទីមនោរម្យសម្រាប់បងប្អូនពុទ្ធបរិស័ទដែលគាត់មកទីតាំងកន្លែងហ្នឹងក៏គាត់បាននិយាយតគ្នាមកហើយខ្ញុំកណាក៏បានកាយគាត់នាំមកដែរបងមកប្រទេសហើយចឹងទៅខ្ញុំកណាចង់ដឹងទី1អ្វីដែលទីតាំងកន្លែងហ្នឹងដែលថាបដិបត្តិធម៌ហើយនឹងបងប្អូនកាត់ចេះថ្លាណាបងណាកណាចឹងបងប៉ុន្តែជប់សុំកាត់តែកណាសុំកាន់ទៅកណាសុំកម្មាទោសមួយផងពីលោកកណាសួរទៅយើងខុសលុយណាក៏វាខ្លះយើងបានសួរទៅយើងអាចតែមានទៅព្រាយកណាសុំកម្មាទោសបងបងទីតាំងកន្លែងហ្នឹងនៅស្ថិតនៅក្នុងទីតាំងកន្លែងណាដែរបងចាំនៅនេះនៅជាស្រង់ស្រង់ពឹងកអេវស្ថិតក្នុងភូមិសង្កែលៈឃុំខ្នងភ្នំស្រុកស្វាយលឺខេត្តសៀមរាបទីតាំងគឺនៅលើភ្នំកលែងលើភ្នំកលែងមកលើចុះទៅស្វាយលឺទីតាំងកន្លែងហ្នឹងកើតយូរហើយនៅបងឬក៏ទៅកើតយូរហើយប្រហែលឆ្នាំជាងបងអាចដឹងប្រវត្តិខ្លះក៏ได้ថាការបង្កើតនៅហ្នឹងមិនបានមកបង្កើតនៅលើភ្នំហ្នឹងគោលដៅសំខាន់លើអីដែរបងលោកកលែងស្ងាត់មកបដិបត្តិធម៌ហើយសម្បុកវាសម្បុកពឹងហើយស្រួលលាក់ខ្លួនអញមកគេស្នាងឃើញថ្មតិចទៀតមកថ្មតនៅតាមពឹងថ្មរួមឃើញក្រុមពឹងមកដើបោះអូសំណាងកណាចុះបង ណាឡើងអត់ធ្វើដាក់ដល់តាក់មួយពេលណាមកឃើញបាត់លក់xuống អូកណាតែមើលថាទីនៅកន្លែងហ្នឹងគឺព្រះអង្គគ្រប់អង្គគឺអញ្ចឹងទាំងអស់ហ្មងទាំងប្រសក់ទាំងប្រសង់ហ្នឹងប្រសក់ក៏មកដើម្បីប្រាថ្នាអង្គុយបប្រតិបត្តិធម៌ទៅតែការបប្រតិបត្តិនោះគឺតាមលោកគ្រូកូនកាពីមណ្ឌលដែរអត់ឲ្យខុសពីគ្នាតាមវាសកលលោកនៅក្នុងលោកគ្រូកូនកានៅទីនេះទៅតាអ្នកបានទៅរៀនយ៉ាងតិចក៏ម្ដងទៅពីរដងបានមកគង់នៅនេះបានបប្រតិបត្តិទៅកុំឲ្យខុសទៅខ្លាចវិបស្សនាទៅឃើញវិបស្សនាឃើញអិនណាអូកណាបងអង្គុយគឺចារណាលើទុកមួយដូចខ្លះវិញរស់ទៅឈានមកបាត់ផ្សេងតែនេះគឺវាការបប្រតិបត្តិដូចជាអាណាបាសមថកម្មដ្ឋានគឺជាមូលដ្ឋាន